បានទីខ្ញុំស្រឡាញ់ការរបស់ខ្ញុំខ្លាំងបងអូនអាចនិយាយបានទេអំពីទំហំទឹកចិត្តដែលបងអូនស្រឡាញ់ពួកគាត់តែស្រឡាញ់ប៉ុណ្ណាខ្ញុំមិនអាចនិយាយបានទេព្រោះវាធំជាងធំជាងពិភពលោកធំជាងអ្វីៗទាំងអស់អូនដែលធ្លាប់ធ្វើឲ្យពុកម៉ែពិបាកចិត្តអត់បានគ្រប់គ្រងអូនអាចនិយាយខ្លះៗបានទេអំពីកំហុសដែលយើងធ្លាប់ធ្វើឲ្យពួកគាត់ពិបាកចិត្តមានដូចជាបង្ហាញពីខ្ញុំអត់ទៅក្នុងតែឬសូមឬក៏ពីខ្លះខ្ញុំធ្វើខុសទៅលើគាត់មិនស្ដាប់បងទៀតហើយឬក៏មិនធ្វើតាមការណែនាំរបស់គាត់ពេលដែលគាត់ណែនាំប្អូនដែលធ្លាប់បកកាយតតាំងឬក៏មានពាក្យសម្ដីមិនសមរម្យចំពោះគាត់ដែរទេជួបមានបាក់គាត់ឥឡូវចាប់កាមេរ៉ាលោកគ្រូចង់ឲ្យប្អូនសុំទោសគាត់ពីចម្ងាយចំពោះមុខអ្នកទាំងអស់គ្នាអ្វីដែលប្អូនធ្លាប់ធ្វើខុសចំពោះអ្នកមានគុណសូមឲ្យប្អូនពោលនៅពាក្យសច្ចៈឲ្យផុសចេញពីដួងចិត្តរបស់ប្អូននាឱកាសពេលនេះចំពោះពួកគាត់ក្នុងឱកាសនេះខ្ញុំបាទធ្វើប្រមាណទៅបងបដាគ្រូតែលោកមានចិត្តថាអាស្មោះណាស់ទៅលើខ្ញុំតែខ្ញុំឆ្លើយបាយពីគ្រូនេះទៅខុសទៅលើពួកគាត់តែថ្ងៃនេះខ្ញុំប្រកបគាត់ខ្ញុំប្រមាណទៅឲ្យគាត់លើកឡើងជួយខ្ញុំហើយខ្ញុំបាននិយាយថាខ្ញុំនឹងធ្វើខ្លួនឲ្យបានល្អពីខ្លួនល្អហើយជួយស្ដាប់គុណរបស់ម្ដាយនិងលោកគ្រូបងអូនមានអីជាការជូនពរដល់ពួកគាត់ទេហើយខ្ញុំសង្ឃឹមថាលោកឪពុកនិងអ្នកម្ដាយរបស់ខ្ញុំនឹងជួបតែសេចក្តីសុខមានសុខភាពល្អហើយជូនពរឲ្យលោកគ្រូអ្នកគ្រូបំពេញការងារមានតែភាពជោគជ័យហើយមានសុខភាពល្អគ្មានឧបសគ្គណាអាចរៀងរាំងលោកទាំងអស់បានឡើយអរគុណបងអូនទៅខាងនោះហើយបងអូនស្រីមកខាងនេះម្ដងលោកគ្រូសង្កេតឃើញទឹកមុខក៏ដូចជាអារម្មណ៍របស់បងអូនស្រីហាក់ដូចជាមានមនោសញ្ចេតនាខ្លាំងចំពោះពុកម្ដាយរបស់បងអូនបងអូនស្រឡាញ់ពួកគាត់ទេស្រឡាញ់ស្រឡាញ់ខ្លាំងទេខ្លាំងបងអូនអាចរៀបរាប់បានទេថាក្តីស្រឡាញ់របស់បងអូនចំពោះពុកម្ដាយស្រឡាញ់យ៉ាងម៉េចដែរអត់អាចរៀបរាប់បានទេធំបំផុតបងអូនដែលធ្លាប់ធ្វើឲ្យគាត់លំបាកអត់ធ្លាប់ហើយកំហុសអ្វីខ្លះដែលបងអូនធ្លាប់ធ្វើចំពោះគាត់ខ្ញុំធ្លាប់តមាត់មួយគាត់ខ្ញុំខ្ជិលនិយាយអស់មកអស់ហើយកណាហើយពេលដែលបងអូនស្ដាប់ទៅឲ្យឃើញបងអូនយំតើបងអូននឹកឃើញចំណុចណាខ្លះបានជាបងអូនយំនឹកឃើញពេលគាត់បដៅពេលគាត់ណែនាំហេតុអីបានជាបងអូនធ្វើឲ្យគាត់លំបាកបងអូនមានបានគិតពីមូលហេតុអីបានជាយើងធ្វើអញ្ចឹងពេលខ្លះខ្ញុំតែងតែខ្ជិលច្រអូសហើយគាត់តែងតែស្ដីឲ្យប៉ុន្តែខ្ញុំអត់ខឹងគាត់ទេពេលខ្លះក៏ខ្ញុំខឹងប៉ុន្តែខ្ញុំលួចស្រក់ទឹកភ្នែកពេលខ្លះឥឡូវពេលនេះដើម្បីជាការលុបលាងនៅទោសកំហុសទាំងអស់នោះតើបងអូនមានពាក្យពេចន៍អីដើម្បីជាការសុំទោសចំពោះពួកគាត់ខ្ញុំសូមខមាទានទោសដល់ម៉ាក់ប៉ាខ្ញុំសូមឲ្យគាត់លើកលែងទោសឲ្យខ្ញុំហើយឲ្យគាត់មានការបដិញ្ញាមិនទៀតអូនអូនជប់ធ្វើខុសឬក៏នៅខុសដែរជប់ធ្វើខុសជារៀងរហូតហើយនេះជាការបដិញ្ញាថាបងអូននឹងឈប់ធ្វើខុសទៀតហើយជាចុងក្រោយតើបងអូនមានពាក្យអីជាការជូនពរដល់ពួកគាត់ខ្ញុំសូមជូនពរឲ្យគាត់នៅថែរក្សាខ្ញុំជារៀងរហូតប៉ុន្តែចង់ឲ្យគាត់នៅការពារខ្ញុំអរគុណណាស់នេះគឺជាទឹកចិត្តពិតរបស់ប្អូនប្រុសប្អូនស្រីទាំងពីរ
ក្រោយពីបានស្ដាប់នៅព្រះធម៌ទេសនាអំពីព្រះគុណលោកឪពុកអ្នកម្ដាយហើយបានយល់ឃើញអំពីទោសកំហុសរបស់ខ្លួនដូច្នេះបងអូនបានលើកឡើងអំពីកំហុសឆ្គងក៏ដូចជាសំទោសនិងបដិញ្ញាជាចុងក្រោយបងអូនក៏បានជូនពរចំពោះអ្នកមានគុណសូមឲ្យពួកគាត់មានសុខភាពល្អផងដែរអរគុណបងប្អូនពីអ្នកនេះឥឡូវបងអូនស្រឡាញ់លោកឪពុកអត់ស្រឡាញ់ប៉ុណ្ណាខ្លាញ់ធំខ្លាំងហើយបងអូនដែលគាត់ធ្វើឲ្យគាត់លំបាកអីទេធ្លាប់មានរឿងអីខ្លះគាត់ធ្វើឲ្យគាត់លំបាកនេះគាត់និយាយហត់ស្ដាប់មិនទៀតហើយពេលគាត់ព្រោះខ្ជិលមិនទៀតអូខេតែស្គាល់ហើយមានអីសុំទោសគាត់ខ្ញុំសូមកម្មាទោសដល់គាត់សូមឲ្យគាត់លើកលែងទោសឲ្យខ្ញុំហៅអ្វីដែលខ្ញុំធ្វើហើយចាប់ពីថ្ងៃហ្នឹងតទៅខ្ញុំធ្វើឲ្យគាត់ធ្វើឲ្យគាត់ពិបាកចិត្តទៀតហើយថាមើលថាធ្វើឲ្យគាត់បាក់ចិត្តទៀតហើយនិយាយចំពោះមុខមើលប៉ាចាប់ពីថ្ងៃហ្នឹងទៅកូនឈប់ឲ្យធ្វើឲ្យប៉ាពិបាកចិត្តទៀតហើយសូមជូនពរប៉ាសូមជូនពរប៉ាមានសុខភាពល្អអូនឈ្មោះអីបងខ្ញុំឈ្មោះខ្ញុំឈ្មោះសៃវិលៀងបងដែលធ្លាប់ធ្វើអីខុសចំពោះប៉ាធ្លាប់ហើយស្រឡាញ់ប៉ាអត់ស្រឡាញ់ប៉ុណ្ណាស្រឡាញ់ខ្លាំងខ្ញុំស្រឡាញ់គាត់ខ្លាំងណាស់ដែលធ្លាប់ធ្វើឲ្យគាត់លំបាកអីមានកំហុសអីខ្លះដែលបងធ្លាប់ធ្វើឲ្យគាត់លំបាកចិត្តធ្លាប់ធ្វើឲ្យគាត់លំបាកចិត្តគឺតាមវត្តគាត់មិនស្ដាប់តែមកមានគាត់ខ្លះហើយឥឡូវនេះមានអីជាការសំទោសបងប្អូនពាក្យសំទោសប៉ាខ្ញុំសូមកម្មាទោសចំពោះគាត់ខ្ញុំស្ដាប់តែមកមានគាត់នឹងខំប្រឹងប្រែងរៀនហើយមានការសន្យាថាម៉េចខ្ញុំសន្យាថាលែងធ្វើកំហុសគ្រប់យ៉ាងអីគាត់ពិបាកចិត្តទៀតហើយមានអីចុងក្រោយជូនពរប៉ាមានសុខភាពល្អខ្ញុំសូមឲ្យគាត់មានសុខភាពល្អអរគុណណាឥឡូវសូមបងប្រុសហើយធ្លាប់ធ្វើអីពុកម៉ែលំបាកចិត្តទេធ្លាប់មួយទៀតហើយរងអត់ស្ដាប់ពាក្យគាត់បណ្ដៅហើយពេលនេះមានអីជាការសំទោសសូមឲ្យគាត់កុំមកលើកលែងទោសខ្ញុំជុំលើគាត់ហើយបងបញ្ញាគាត់រហូតបញ្ញាទៅតាមគាត់រហូតចុងក្រោយមានអីជាការជូនពរគាត់សូមឲ្យគាត់ជូនពរតាមម៉េចជូនពរគាត់ជាសុខភាពល្អរហូតអរគុណណាស់អ្នកដែលមានឪពុកម្ដាយមានម៉ាក់ប៉ាហើយសំពះហើយក្រាបនៅលើក្បាលជង្គង់របស់គាត់ហើយអ្នកដែលអត់មានទេលើកដៃប្រណម្យហើយថ្មិចភ្នែកនឹកចំពោះឪពុកម្ដាយរបស់យើងនៅផ្ទះគាត់អត់បានមកក៏មានពិតប៉ុន្តែយើងសូមទោសគាត់អំពីចម្ងាយហើយលើកដៃប្រណម្យទាំងអស់គ្នាថាតាមលោកគ្រូណាថាឲ្យលឺហើយតាំងចិត្តឧទ្ទិសសំទោសចំពោះពុកម៉ែខ្លួនឯងដោយពិតបពិតពុកម៉ែព្រះព្រំទាំងទ្វេនៃកូនប្រុសស្រីលោកជាទេវតាជាគ្រូប្រពៃអរហន្តថ្លាថ្លៃនៅក្នុងលោកាកូនសូមអោនកាយបង្គំថ្វាត់ថ្វាយមេត្តាបិតាសូមលោកអភ័យប្រណីទោសាកំហុសចេតនាកូនបានប្រព្រឹត្តកំហុសទាំងឡាយខុសតាមផ្លូវកាយអំពើទុច្ចរិតប្រព្រឹត្តឆ្កំឆ្គងមិនសមមែនពិតធ្វើឲ្យជីវិត
សៅมองពេកក្រៃតោផ្លូវវាចា